កូនខូចបំពេញទុកឪពុកម្ដាយគិតតែសប្បាយខ្លាចជាក្មេងទំនើងនាំឲ្យខូចអនាគតខ្លួនក្រុមក្មេងទំនើងតែងតែធ្វើសកម្មភាពជិះម៉ូតូដេញគ្នាបំរុងប្រើអំពើហិង្សាបង្កភាពអនាធិបតេយ្យនិងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈត្រូវបានកម្លាំងអន្តរាគមន៍នៃកងរាជអាវុធហត្ថខេត្តចេញល្បាតនៅគោលដៅនីមួយៗត្រូវទទួលខុសត្រូវនឹងបានធ្វើការចុះបង្ក្រាបឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន8នាក់រួមទាំងម៉ូតូចំនួន4គ្រឿងខណៈកំពុងធ្វើសកម្មភាពជិះម៉ូតូដេញគ្នានៅវេលាម៉ោង 22:30 នាទីយប់ថ្ងៃទី25ខែកក្កដាឆ្នាំ2026ស្ថិតនៅត្រង់ចំណុចស្តុបមន្ទីរពេទ្យគន្ធបុប្ផាស្ថិតនៅក្នុងភូមិមណ្ឌល3សង្កាត់ស្លក្រាមក្រុងសៀមរាបតាមការបញ្ជាក់របស់កម្លាំងកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថាយោងតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រីសៀទីនមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបដើម្បីសេចក្តីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិអន្តរជាតិក្នុងខេត្តបានឲ្យកម្លាំងកងអន្តរាគមន៍នៃកងរាជអាវុធហត្ថខេត្តចេញល្បាតនៅគោលដៅនីមួយៗត្រូវទទួលខុសត្រូវនិងបានធ្វើការចុះបង្ក្រាបក្រុមក្មេងទំនើងបានចំនួន8នាក់រួមទាំងម៉ូតូចំនួន4គ្រឿងខណៈកំពុងធ្វើសកម្មភាពជិះម៉ូតូដេញគ្នាបំរុងប្រើអំពើហិង្សាបង្កភាពអនាធិបតេយ្យនិងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈរួចនាំយកមកធ្វើការសួរនាំនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីប្រមានអប់រំក៏ដូចជាចាត់វិធានការតាមផ្លូវច្បាប់ករណីដោយឡែកនៅថ្ងៃទី18ខែកក្កដាឆ្នាំ2026កងកម្លាំងអាវុធហត្ថខេត្តសៀមរាបក៏បានធ្វើការចុះបង្ក្រាបក្រុមក្មេងទំនើងចំនួន15នាក់រួមមានម៉ូតូចំនួន12គ្រឿងដែលបានជិះម៉ូតូប្រណាំងគ្នានិងកែច្នៃបំពង់ស៊ីម៉ាំងលេងភ្លើងម៉ូតូខុសលក្ខណៈបច្ចេកទេសបង្កឲ្យមានសំឡេងរំខានដល់ប្រជាពលរដ្ឋនិងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈនៅចំណុចផ្លូវប៊ីតុងប្រលានយន្តហោះថ្មីស្ថិតក្នុងភូមិកូនដំរីឃុំពពែស្រុកសូនីគុំខេត្តសៀមរាបព្រមទាំងបានដាក់វិធានការរដ្ឋបាលម៉ូតូទាំង12គ្រឿងត្រូវបានដកហូតរក្សាទុកជាបណ្ដោះអាសន្ននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាបយើងសង្កេតឃើញថាការប្រព្រឹត្តអំពើល្អទោះបីជួនកាលយើងមិនទាន់បានផលល្អភ្លាមប៉ុន្តែនៅថ្ងៃណាមួយយើងគង់ទទួលបានជោគជ័យម្យ៉ាងវិញទៀតបើយើងអស់សង្ឃឹមនឹងការធ្វើល្អយើងនឹងធ្លាក់ចូលក្នុងជំពូកមនុស្សអាក្រក់ហើយនឹងត្រូវឲ្យអ្នកដទៃនិងសង្គមស្អប់ខ្ពើមការសេពគប់មិត្តភក្តិល្អទទួលបានផលល្អគឺជាការទទួលបាននូវការលើកទឹកចិត្តការចែករំលែកចំណេះដឹងនិងការរីកចម្រើនក្នុងជីវិតរាប់អានមិត្តល្អនាំឲ្យជីវិតមានសុភមង្គលនិងជោគជ័យមិត្តល្អតែងតែជំរុញឲ្យយើងខិតខំរៀនសូត្រនិងធ្វើការងារមានប្រយោជន៍ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តអំពាវនាវដល់យុវជនទាំងអស់សូមបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សាបំផ្លាញទ្រព្យសម្បត្តិនិងកិត្តិយសគ្រួសារបង្កការភ័យខ្លាចដល់អ្នកជុំវិញក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គមការចូលរួមរក្សាសណ្ដាប់ធ្នាប់សាធារណៈគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបដើម្បីសង្គមមួយនេះដែលមានសុវត្ថិភាពនិងភាពថ្លៃថ្នូរក្រុមក្មេងទំនើងត្រូវបានការិយាល័យជំនាញយកមកអប់រំកែប្រែនិងធ្វើកិច្ចសន្យាឲ្យអាណាព្យាបាលមកធានាយកទៅលំនៅឋានវិញខ្ញុំកែសំណាងមេកុងញូ